ដែលមិនយល់ពីគ្នាទៀតហើយប៉ុន្តែជាភាពស្ងៀមស្ងាត់នៃមនុស្សពីរនាក់ដែលព្រមព្រៀងថែរក្សាស្នេហាក្នុងការសម្លឹងមើលគ្នាជារៀងរហូតទោះបីជាគ្មានថ្ងៃអាចជួបមុខគ្នាម្ដងទៀតក៏ដោយសំឡេងភ្លេងការផាត់ជាយបានបន្លឺឡើងយ៉ាងពីរោះរណ្ដំកណ្ដាលសាលពិធីដែលតុបតែងដោយផ្កាស្រស់ចម្រុះពណ៌និងពន្លឺចង្គៀងគ្រីស្តាល់ភ្លឺភ្លេប៉ុន្តែសម្រាប់អនពិធីមង្គលការដ៏អធិកអធមមួយនេះមិនខុសអីពីពិធីបុណ្យសពនៃក្តីស្រឡាញ់របស់នាងឡើយនាងអង្គុយលើកម្រាលមាសក្រាបផ្ទឹមក្បែរសង្ហាក្នុងឈុតកូនក្រមុំយ៉ាងសមសួនតែផ្ទៃមុខរបស់នាងហាក់ស្លេកស្លាំងនិងគ្មានជីវិតជីវាទាល់តែសោះភ្ញៀវកិត្តិយសទាំងអស់បានចូលមកម្ដងម្នាក់ដើម្បីចងអំបោះសលើដៃកូនកំលោះកូនក្រមុំនិងផ្ដល់ពរជ័យរំពេចនោះមនុស្សម្នាក់បានដើរចូលមកក្នុងសាលពិធីយ៉ាងស្ងៀមស្ងាត់គេស្លៀកពាក់ខោអាវសាមញ្ញតែស្អាតបាតខុសប្លែកពីអ្នកដទៃនោះគឺរតនាវត្តមានរបស់គេបានធ្វើឲ្យបរិយាកាសទាំងមូលហាក់ដូចជាឈប់ស្ងៀមមួយរំពេចអនងើបមុខឡើងសម្លឹងមើលគេទាំងភាំងបេះដូងដែលគិតថាបានស្លាប់ទៅហើយនោះក៏ចាប់ផ្ដើមលោតញាប់សារជាថ្មីរតនាដើរចូលមកជិតហើយបន្ទន់ជង្គង់ចុះគេលូកដៃទៅចាប់អំបោះពណ៌សមកកាន់រួចចងថ្នមមកលើដៃរបស់អននៅពេលដែលស្បែកដៃប៉ះគ្នាភាពត្រជាក់ដែលមានកន្លងមកត្រូវបានជំនួសដោយភាពកក់ក្ដៅដែលនាងធ្លាប់ស្គាល់ឡើងវិញរតនាងើបមុខឡើងសម្លឹងមើលអនទឹកភ្នែករបស់គេហូរស្រក់មកលើថ្ពាល់ប៉ុន្តែនៅលើបបោមាត់របស់គេបែរជាមានស្នាមញញឹមយ៉ាងទន់ភ្លន់បំផុតវាជាស្នាមញញឹមដែលប្រាប់ថាបងមិនអីទេអរគុណដែលអូនបានជួយជីវិតម្ដាយបងនិងជាស្នាមញញឹមដែលបង្កប់ដោយពាក្យថាលាជារៀងរហូតអនព្យាយាមទប់ទឹកភ្នែកតែវានៅតែហូរស្រក់ចុះមកលើដៃរបស់រតនាពួកគេសម្លឹងមើលគ្នាទៅវិញទៅមកដោយភាពស្ងៀមស្ងាត់តែវាជាការសន្ទនាដែលឮខ្លាំងជាងសំឡេងភ្លេងការដែលកំពុងតែបន្លឺឡើងទៅទៀត